បានមានវត្តមាននៅក្នុងពោះនៅក្នុងថ្ងៃនេះជាទីប្រជុំបងប្អូនកីឡាករប្រណាំងគោក្របីសេះនិងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធីនេះសូមទេវតាឆ្នាំថ្មីព្រះនាមរាជទេវីប្រសិទ្ធផលជ័យសិរីសួស្តីតាមខែរសាជួបប្រទះតែនឹងពេញអីសុខដូចចម្រើនពុទ្ធប្រកាគឺអាយុវណ្ណៈសុខៈពលៈសម្បីគ្មានឡើយបាទសូមអរគុណបាទខ្ញុំមកនឹងលោកប្រធានបានធ្វើរបស់ខាងខាងក្នុងដាក់មកនៅក្នុងអង្គភាពខ្ញុំបន្តសម្រាប់ខ្ញុំតាមប្រតិបត្តិយើងខ្ញុំមកអភិបាលនិងគណៈអភិបាលจากศูนย์การមានប្រកាសដំណើរការនិងប្រកាសមកនៅសូមការទានសូមការផ្លាស់តាមវិទ្យាល័យទីក្រុងសូមរកលោកអភិបាលរងលោកនិងលោកជំនួយរដ្ឋបាលសូមទាំងលោកស្រីជាការឡៃសំណងឲ្យរដ្ឋបាលគ្រប់លោកប្រពន្ធសូមសាធុจากការគុំគុំហើយជាពិសេសគឺថ្ងៃនេះគឺបងប្អូនជាពលរដ្ឋនៅក្នុងគុំតារាយក៏ដូចជានៅក្នុងគុំ13គុំទៀតហើយបានជួយមកនេះបាទនេះដើម្បីចូលរួមនៅក្នុងកម្មវិធីបបោនៅសបៃគូតែបាទនៅតែសបៃតែគូបាទគាត់ជួយនេះបងប្អូនជាពលរដ្ឋវិទ្យាតាជួយមកចូលរួមបានច្រើនថ្ងៃនេះហើយបណ្ឌិតស្មានថាពេលពលិស្រាងលោកវិទ្យាតានឹងជួបជុំបានចាក់ផ្លាស់តន់ហើយយើងគាត់មកចូលរួមក្នុងការវិភាគដែរចឹងនៅក្នុងឱកាសនេះផងដែរខ្ញុំសូមពំនាំនឹងការសាកសួរសុខទុក្ខពីអាដាមពុនចតាអភិបាលគណៈបាលខេត្តកំពង់ចាមនិងអាដាមយុវជនជាជាក្រុមការងាររដ្ឋបាលក៏ជួយស្រុកទៅជូនទៅដល់លោកវិទ្យាបងប្អូនជាពលរដ្ឋអបនៅក្នុងឱកាសទីនេះបាទនៅក្នុងឱកាសនេះផងដែរខ្ញុំក៏សូមជម្រាបជូនថាថ្ងៃនេះគឺជាថ្ងៃទី3បាទថ្ងៃទី3នៃថ្ងៃការចូលឆ្នាំខ្មែររបស់យើងបាទនៅក្នុងរយៈពេល2ថ្ងៃកន្លងមកនេះហើយបូកថ្ងៃនេះគឺជាថ្ងៃទី3ដោយថាបងប្អូនជាពលរដ្ឋទូទាំងប្រទេសហើយឡើងខេត្តកំពង់ចាមហើយនិយាយរួមនៅក្នុងស្រុកព្រៃសរនេះបងប្អូនជាពលរដ្ឋបានមកប្រតាមដូចជាមកកណ្ដាលបានច្រើននៅក្នុងឱកាសពេលឆ្នាំខ្មែរប្រពៃណីជានេះចាត់ពេលនៅក្នុងការក្នុងឱកាសនេះដោយមានការសិក្សាពីអាដាមពុនចតានិងអាដាមយុវជនបានឲ្យទុកហើយចូលនេះនៅកន្លែងសន្តានមានវត្តអារាមទាំង14ភូមិបាទក៏ដូចជាមានទីតាំងផ្សេងៗទៀតដែរដែលបងប្អូនបានចូលរួមលេងទាំងអស់គ្នាហើយតម្លៃថ្ងៃនេះគឺសម្ព្រឹត្តដើម្បីប្រណាំងគោប្រណាំងសេះសបៃបាទហើយក៏សូមថ្លែងអំណរគុណចំពោះអាញាធរហើយទីមួយគឺពាក់ព័ន្ធនឹងកម្លាំងសបៃបាទកម្លាំងសបៃបានដាក់ផែនការរៀបចំការការពារនៅស្ដាប់ស្នប់បានស្ដាប់ស្នប់ដើម្បីជួយបងប្អូនពលរដ្ឋទាំងអស់នៅទូទាំងស្រុករបស់យើងបាទហើយនៅថ្ងៃនេះគឺយើងមានការបដិសបៃនេះគឺធ្វើជាទម្លាប់ប្រពៃណីតាំងពីដូនតារបស់ប្រជាពលរដ្ឋនៅក្នុងភូមិបារាយតែងតែនាំគ្នា